Hello សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូចាស់ឲ្យបងប្អូនតែទំតែមានពេលយកមកកាត់អាហ្នឹងប្រហែលជា2-3ឆ្នាំមុនណាខ្ញុំដូរដបូបងប្អូនអញ្ចឹងអានេះគឺថតឲ្យបងប្អូនមើលថានៅស្រុកនេះហ្នឹងពេលគេដូរដបូហ្នឹងគឺគេធ្វើមិនខ្លះអញ្ចឹងណាហើយអានេះគឺថាមុនយើងដូរដបូហ្នឹងយើងអាចហៅជាង2-3នាក់យកមកឆែមើលតម្លៃអញ្ចឹងណាថាអ្នកណាថ្លៃអ្នកណាយកថោកអីចឹងទៅអាណាយើងមានលទ្ធភាពត្រូវភេអីចឹងណាហើយសកម្មភាពដូចបងប្អូនឃើញចឹងដំបូងឡើយគឺគេហូហើដបូចាស់របស់យើងនឹងចេញសិនអញ្ចឹងគេយកអាតង់គេធំហ្នឹងគ្របលើអាវ៉ៃវ៉ាន់យើងនៅខាងក្រៅចឹងណាដូចជាយើងមានដើមឈើអីនៅខាងក្រៅអញ្ចឹងគេមើលថាអាណាអាចធ្លាក់ត្រូវទៅវាខូចខាតរបស់យើងអីចឹងគឺគេគ្រប់ចឹងណាបងប្អូនហើយរយៈពេលនៃការធ្វើដំបូងគេហ្នឹងគឺគេធ្វើតែ2ថ្ងៃឯងហើយកាលនោះខ្ញុំធ្វើក្នុងខែផលហ្នឹងដូចបងប្អូនឃើញអញ្ចឹងហើយអញ្ចឹងគេធ្វើហ្នឹងក្នុងថ្ងៃទី1គឺគេធ្វើមិនហូបដបូហ្នឹងឲ្យអស់អញ្ចឹងណាហើយអញ្ចឹងថ្ងៃទី2គឺគេចាប់ផ្ដើមបិទដបូឲ្យយើងអញ្ចឹងវាធ្វើតែ2ថ្ងៃបងប្អូនអាហ្នឹងចំពោះផ្ទះយើងណាអញ្ចឹងផ្ទះណាដបូគេរៀងធំរៀងអីប្រហែលធ្វើអាចយូរជាងនឹងដែរអញ្ចឹងណាហើយអានេះគឺពេលដែលយើងឲ្យគេមកមើលមកអីចឹងគេប្រាប់តម្លៃយើងចឹងយើងតបានខ្លះអីចឹងណាយើងសួរគេទៅម៉ានចឹងហើយអានេះនៅដបូហ្នឹងគឺគេមានតាមប្រភេទពណ៌ដែលយើងចង់បានពណ៌ណាចឹងគេមានប៉ាន់ឲ្យយើងរើសណា2 3 4 5ពណ៌ចឹងទៅហ្នឹងហើយយើងរើពណ៌ក្រេពណ៌ខ្មៅអីចឹងទៅណាហើយអានេះពេលណាដែលគេធ្វើហ្នឹងគឺមួយថ្ងៃរូសមួយថ្ងៃទៀតគេដាក់ឲ្យហើយចឹងហើយក្នុងពេលដែលគេធ្វើហ្នឹងគឺគេព្យាយាមថាយើងគេរងថ្ងៃណាដែលថាវាមេឃស្រឡះល្អចឹងអត់មានភ្លៀងអត់មានអីចឹងអញ្ចឹងងាយស្រួលក្នុងការគេធ្វើការហើយក៏វាស្ងួតល្អអីចឹងហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអូមួយទៀតតម្លៃវិញបងប្អូនណាគឺការដែលខ្ញុំធ្វើហ្នឹងគឺយើងឆែតម្លៃអ្នកខ្លះគេយក10000ជាងអ្នកខ្លះគេយក9000ជាងអីចឹងណាតែពេលដែលខ្ញុំធ្វើហ្នឹងគឺតថ្លៃគេផងឲ្យផងទៅបានប្រហែលជាក្បែរ9000ហ្នឹងឯង8000ជាងក្បែរ9000ចំពោះផ្ទះខ្ញុំប៉ុណ្ណឹងដបូប៉ុណ្ណឹងបងប្អូនអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងបាយបាយជួបគ្នាវីដេអូក្រោយទៀត